ថ្ងៃនេះព្រឹកឡើងប៉ាគាត់ទៅបេះស្លឹកកញ្ឆាយជាមួយនឹងត្រួយមមាញហើយដល់ពេលឃើញស្លឹកកញ្ឆាយនឹកឃើញថាចង់ហូបឆាសណ្ដែកបដោះបងប្អូនហើយឆាសណ្ដែកបដោះនេះដូចជាខានហូបយូរខ្ញុំគ្រួសារខ្ញុំបែបប្រហែលជាចូលខ្ទង់កន្លះឆ្នាំហើយចាហើយឆាសណ្ដែកបានសណ្ដែកខ្លីៗអញ្ចឹងឆ្ងាញ់ណាស់បងប្អូនហើយយើងចៀនទៅហូមមិនបាច់ចៀនឲ្យក្រៀមពេកទេចាចៀនក្រៀមពេកខ្សោះទេនេះចៀនតែប៉ុណ្្នឹងមកហើយទៅហូហ្នឹងទិញមុនទិញវាបងប្អូនហិតវាបងជួនកាលទិញប៉ះចំទៅហូរសជាតិជូរមិនដឹងថាគេទុក2-3ថ្ងៃឬក៏វាគេប្រើទឹកខ្មេះទឹកអីសម្រាប់ឲ្យវារងហ្នឹងគេប្រើច្រើនពេកឬក៏មិនខ្ញុំមិនច្បាស់ទេព្រោះពេលខ្ញុំទិញកន្លែងខ្លះទៅគាត់ថាទៅគាត់ថ្មីតែក្លិនជូរគាត់ថាយកទៅលាងទឹកលាងអីទៅវាបាត់ហើយទៅពេលយើងលាងទឹកវាលាងបាត់ហ្នឹងដល់ពេលអញ្ចឹងអត់ទិញគាត់ទៅគាត់ធ្វើមុខស្មើចាអញ្ចឹងពេលយើងទិញយើងហត់មើលទៅមិនទៅហូរគេថ្មីគឺថ្មីគ្មានក្លិនជូរគ្មានអីទេហើយឆាសណ្ដែកហ្នឹងបានដាក់ជាមួយនឹងសាច់ជ្រូក3ជាន់ថ្លើមឈូកគេមកទិញថ្លើមឈូកគេហ្នឹងថាសុំទិញតែ2000ទេយកមកលាយជាមួយសាច់គេដាក់អំពែងឲ្យមួយទៀតអស់3000អ្នកលក់នោះចេះអូចេះបើគ្នាសុំទិញតែ2000សោះណាចាថែមឲ្យមកទៀតមកព្រោះឆាសណ្ដែកបដោះអញ្ចឹងបានលាយសាច់ជ្រូក3ជាន់ឆ្ងាញ់ណាស់បងប្អូនអើយឬក៏សាច់ស្មាមុខអីក៏បានដែរចាហើយឆាមិនបាច់ប្រើប្រេងខ្យងទេឆាសណ្ដែកបដោះណារសជាតិវាផ្សេងបែបយ៉ាងទៅបើយើងមិនបាច់ដាក់ប្រេងខ្យងយើងដាក់ទឹកត្រីយើងទឹកត្រីរូបកងប៉ាហ្នឹងនិយាយពីថាឈ្ងុយលប់ពេញផ្ទះបងប្អូនជាតិណាឈ្ងុយត្មងចាហើយបានស្គមម៉ួយសាច់ជ្រូកមកកន្លែងទៀតអីខ្ញុំទិញឈាមគាត់ម្ដុំគាត់ថាអូនឯងយកអីម្ដុំទិញ2000ទៅអញ្ចឹងខ្ញុំថាច្រើនពេកខ្ញុំហូបមិនអស់គាត់ថាសាកហូបឈាមបោះបងឈាមហ្នឹងបងធ្វើខ្លួនឯងនឹងឲ្យឆ្ងាញ់ហើយដល់ពេលយកមកដាក់ឆាធ្វើម្ហូបហើយអីហើយហូបទៅមែនបងប្អូនឈាមគាត់ធ្វើឆ្ងាញ់មែនទុនឆ្ងាញ់ហើយយើងទិញកន្លែងខ្លះឈាមរៀងរឹងដោយសារគាត់ដាក់ម្សៅច្រើនអីអញ្ចឹងណាចាហើយកន្លែងគាត់នេះនៅផ្សារទូសកែយើងហ្នឹងទៅច្រកខាងក្នុងទៅបានមានកន្លែងគាត់នឹងឈាមគាត់ល្អហើយមានតូបខ្លះគាត់លក់សាច់ជ្រូកខ្មែរហើយគាត់ណែនាំចឹងទៅក៏យើងទិញមកហូបទៅវាជ្រូកខ្មែរយើងមែនវាអត់មានធុំវាអត់មានឆ្អែតអត់មានអីទេចាហើយឆ្ងាញ់បានទិញផលិតផលរបស់ខ្មែរអញ្ចឹងសប្បាយចិត្តដែរចាយកមកធ្វើមកហូបទៅក៏វាឆ្ងាញ់តាមនឹងអារម្មណ៍អ្នកហូបហ្នឹងក៏វាឆ្ងាញ់ទៅតាមនឹងមានកម្លាំងព្រឹសពេលណាយើងបានហូបម្ហូបដែលឆ្ងាញ់ដែរជាម្ហូបយើងធ្វើខ្លួនឯងហើយអ្នកផ្ទះយើងគាត់ក៏ចូលចិត្តភាសាចូលចិត្តហូបអីចឹងទៅក៏យើងចុងភៅហ្នឹងក៏មានអារម្មណ៍ថាឆ្ងាញ់ទៅតាមនឹងដែរហើយចូលហ្នឹងបងប្អូនចុងភៅភាគច្រើនមិនថាខ្ញុំថាគេចូលទាំងអស់ហ្នឹងឲ្យតែថាបានគេទៅសារថាម្ហូបនេះឆ្ងាញ់ឬក៏ពេលគេញ៉ាំទៅគេញ៉ាំស្រស់ស្រាយគេមិនមុខជួយទៀតដែរស្អែកឡើងនោះនៅគូនធ្វើអីថ្មីទៀតដែរហើយគាត់តាគេបន្ទោសបង្អាប់ហ្នឹងស្អែកគេសួរថាស្លអីអើយមិនដឹងស្លអីទេរនឹងឃើញទេមើលថាមិនមកទេធ្វើខ្លួនឯងខ្លះទៅអញ្ចឹងណាចុងភៅវាតែតែមានទម្លាប់អញ្ចឹងឥឡូវរួចរាល់ហើយបងប្អូនមកជើញពិសាបាយជាមួយខ្ញុំចាហើយនៅមកកូនកំមុំខ្ញុំវិញខ្ញុំស្រស់ណាបងប្អូនចា